បន្តធ្វើលំហាត់ដំបូងសូមយកចិត្តទុកដាក់លើអ្វីដែលកើតឡើងក្នុងរយៈពេល2ថ្ងៃនេះក្នុងជីវិតរបស់សុកបន្ទាប់មកយើងនឹងសូមឲ្យអ្នកសាកល្បងញឹមសុកចេញទៅក្រៅផ្ទះហើយពេលគាត់ជួបអ្នកដទៃមិនថាអ្នកស្គាល់គ្នាឬមនុស្សចម្លែកនោះទេគាត់ផ្ដល់ស្នាមញញឹមដ៏ស្រស់បំព្រងដល់ពួកគេដែលជាស្នាមញញឹមដ៏ពិតប្រាកដគាត់ញឹមទៅកាន់អ្នកលើកាហ្វេជូនគាត់នៅក្នុងហាងទៅកាន់មិត្តរួមការងារនៅសាកលវិទ្យាល័យទៅកាន់នារីរត់តូចដែលបម្រើអាហារថ្ងៃត្រង់ទៅមិត្តស្រីរបស់គាត់សង្កេតមើលការឆ្លើយតបរបស់អ្នកដទៃចំពោះស្នាមញញឹមរបស់គាត់ឥឡូវចាំមើលថាមានអ្វីកើតឡើងនៅថ្ងៃផ្សេងទៀតនៅពេលដែលសុកមានអារម្មណ៍មិនល្អមានអារម្មណ៍ក្តុកក្តួលនិងសោកសៅគាត់មានអារម្មណ៍មិនចង់ញឹមទេគាត់បង្ហាញទឹកមុខខឹងនិងទឹកមុខអាក្រក់មិនល្អចំពោះមនុស្សដែរអ្នកបម្រើមិត្តរួមការងាររបស់គាត់មិត្តស្រីរបស់គាត់សង្កេតមើលចម្លើយក្នុងករណីនេះចំណុចសំខាន់ដែលត្រូវរៀនគឺអារម្មណ៍ទាំងអស់នេះបន្ទាប់មកត្រឡប់មកលើសុកវិញនោះគឺស្នាមញញឹមនិងអារម្មណ៍ល្អរបស់គាត់បានសាយភាយទៅអ្នកដទៃដែលជាលទ្ធផលស្នាមញញឹមនិងអារម្មណ៍ល្អតបស្នងមកគាត់វិញផ្ទុយទៅវិញបើសុកបង្ហាញទឹកមុខខឹងសរុបមកអ្នកដែលទទួលបានផលឬផលប៉ះពាល់យ៉ាងខ្លាំងគឺសុកតើអ្នកគិតថានឹងមានភាពខុសគ្នាក្នុងអារម្មណ៍សុកក្នុងថ្ងៃដែលគាត់ញឹមនិងថ្ងៃគាត់មិនញឹមឥឡូវយើងសាកល្បងជាមួយនឹងស្នាមញញឹមចាប់ផ្ដើមដោយបិទភ្នែករបស់អ្នកពី3វិនាទីផ្ដោតលើពេលវេលាមួយកាលពីអតីតកាលនៅពេលដែលអ្នកបានជួបប្រទះនៅភាពរីករាយឬអស់សំណើចពេលវេលានៃការលេងសើចនិងរីករាយនៅពេលអ្នកផ្ដោតអារម្មណ៍លើពេលនោះសូមអនុញ្ញាតឲ្យថ្កាំរបស់អ្នកចុះមកក្រោមបន្ធូរសាច់ដុំមុខរបស់អ្នកឥឡូវនេះយឺតអនុញ្ញាតឲ្យស្នាមញញឹមលេចឡើងចាប់ផ្ដើមកត់សម្គាល់ពីរបៀបដែលកែមនៃបូមាត់របស់អ្នកកោងឆ្លើងលើនិងរបៀបដែលឆ្អឹងខ្ពស់របស់អ្នកឡើងលើបន្តិចទទួលយកអារម្មណ៍រីករាយនៃការចាប់ផ្ដើមញញឹមសូមធ្វើម្ដងទៀតទុកឲ្យមុខរបស់អ្នកសម្រាកនិងអនុញ្ញាតឲ្យស្នាមញញឹមរបស់អ្នកលេចឡើងយឺតផ្ដោតលើពេលរីករាយនិងអារម្មណ៍ល្អដែលអ្នកបានជ្រើសរើសគិតដល់ហើយទុកឲ្យស្នាមញញឹមនោះបន្តិចម្ដងคล้ายជាស្នាមញញឹមធំតើអ្នកមានអារម្មណ៍យ៉ាងណាដែរប្រសិនបើអ្នកត្រូវបន្តអនុវត្តបន្តិចទៀតសូមបន្តទៅមុខប៉ុន្តែអ្នកនឹងឃើញថាវាអាចទៅរួចក្នុងការទទួលបានបទពិសោធន៍ដ៏រីករាយដែលទាក់ទងនឹងការញឹមឥឡូវនេះយើងសូមឲ្យអ្នករកកញ្ចក់នៅពេលអ្នកនៅមុខកញ្ចក់សូមស្រមៃម្ដងទៀតនៅបទពិសោធន៍វិជ្ជមានមួយចំនួនផ្ដោតលើវាហើយមើលខ្លួនឯងសម្គាល់ខ្លួនអ្នកមុខរបស់អ្នកនិងអារម្មណ៍របស់អ្នកឥឡូវនេះឈរនៅមុខកញ្ចក់ហើយស្រមៃមើលបទពិសោធន៍អវិជ្ជមានមួយចំនួនដែលពិតជាធ្វើឲ្យអ្នកខឹងផ្ដោតលើវាហើយបន្ទាប់មកមើលខ្លួនឯងនៅក្នុងកញ្ចក់សម្គាល់ខ្លួនអ្នកមុខរបស់អ្នកនិងអារម្មណ៍របស់អ្នកតើអ្នកមើលទៅឃើញខ្លួនឯងខុសប្លែកគ្នាទេតើមានភាពខុសគ្នានៅក្នុងអារម្មណ៍របស់អ្នកទេតើអ្នកបានកត់សម្គាល់ឃើញថាទឹកមុខរបស់អ្នកបានប្រែប្រួលយ៉ាងណាទេហើយឥឡូវនេះហេតុអ្វីបានជាអ្នកមិនចំណាយពេលខ្លះដើម្បីចងចាំបទពិសោធន៍វិជ្ជមានទាំងនោះពេលកំពុងញឹមម្ដងទៀតវានឹងបង្ហាត់បង្រៀនអ្នកធ្វើវានៅពេលណាដែលអ្នកអាចធ្វើបានហើយព្យាយាមអនុវត្តស្នាមញញឹមរបស់អ្នកជាមួយអ្នកដទៃនៅពេលណាដែលអ្នកអាចធ្វើបាន